នៅក្នុងជំងឺគ្រុនឈាមពេលដែលកូនរបស់អស់លោកអ្នកបាត់ក្តៅតើពិតជាមានន័យថាគេបានជាពីជំងឺគ្រុនឈាមមែនទេជំរាបសួរបងប្អូនមេដាបេដានិងអាណាព្យាបាលទាំងអស់ថ្ងៃនេះខ្ញុំបានវិជ្ជបណ្ឌិតសុតបរិនជាវិជ្ជបណ្ឌិតព្យាបាលជំងឺទូទៅនិងឯកទេសរោគកុមារនៃបន្ទប់ពិគ្រោះនិងព្យាបាលជំងឺកំពប់មេរ៉ាក្រុងដូនកែវខេត្តតាកែវសូមចែករំលែកព័ត៌មានមួយចំនួនអំពីជំងឺគ្រុនឈាមដែលឪពុកម្ដាយជាច្រើនគួរតែយល់ដឹងរដូវភ្លៀងបានមកដល់ហេតុនេះសូមមេដាបេដាទាំងឡាយបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាមនៅពេលកុមារកើតជំងឺគ្រុនឈាមជាធម្មតានឹងមានគ្រុនក្តៅខ្លាំងភ្លាមអាចឡើងដល់39ឬក៏40អង្សាសេហើយអាចមានអាការៈដូចជាឈឺក្បាលអស់កម្លាំងមិនសូវញ៉ាំអាហារឬក៏អួតលក្ខណៈនៃការគ្រុនក្តៅដែលគួរឲ្យកត់សម្គាល់ដែលយើងសង្កេតឃើញនៅក្នុងជំងឺគ្រុនឈាមគឺការក្តៅរឹងដែលមិនសូវឆ្លើយតបជាមួយនឹងថ្នាំបញ្ចុះកម្ដៅប៉ារ៉ាសេតាមុលមានន័យថាបើក្តៅដោយគ្រុនផ្ដាសាយធម្មតាយើងឲ្យថ្នាំបញ្ចុះកម្ដៅរួចកុមារអាចចុះត្រជាក់ខ្លួនបានពី4ទៅ6ម៉ោងតែក្តៅខ្លួននៅក្នុងជំងឺគ្រុនឈាមមានរយៈពេលនៃការចុះត្រជាក់គឺខ្លីជាងហើយនឹងឆាប់ក្តៅឡើងវិញជាទូទៅកុមារមានក្តៅតែមួយយ៉ាងដោយមិនមានលាយឡំជាមួយអាការៈក្អកហៀសម្បោរនោះទេគ្រុនឈាមមាន3ដំណាក់កាលដំណាក់កាលក្តៅខ្លួនដំណាក់កាលចុះត្រជាក់និងដំណាក់កាលជាសះស្បើយនេះសំខាន់ដែលឪពុកម្ដាយត្រូវចងចាំគឺនៅពេលដែលកូនចុះត្រជាក់នោះមិនមែនមានន័យថាកូនលោកអ្នកជាសះស្បើយនោះទេផ្ទុយទៅវិញរយៈពេលដែលមានអាការៈគ្រុនក្តៅចាប់ផ្ដើមថយចុះប្រហែលជានៅថ្ងៃទី4ដល់ថ្ងៃទី7នៃជំងឺអាចជាដំណាក់កាលគ្រោះថ្នាក់បំផុតសូមប្រញាប់នាំកូនរបស់លោកអ្នកទៅជួបគ្រូពេទ្យប្រសិនបើមានសញ្ញាគ្រោះថ្នាក់ដូចជាក្អួតច្រើនដងឈឺពោះខ្លាំងងងុយកេងខ្លាំងឬសន្លឹមខុសធម្មតាមិនសូវនោមដៃជើងត្រជាក់ហូរឈាមតាមអញ្ចាញធ្មេញឬតាមច្រមុះឬមានជុះឈាមឬក៏ក្អួតឈាមសូមគម្រោងចាំនៅផ្ទះប្រសិនបើមានសញ្ញាទាំងនេះសូមចងចាំថានៅក្នុងជំងឺគ្រុនឈាមការចុះត្រជាក់បន្ទាប់ពីដំណាក់កាលក្តៅខ្លួនមិនមែនសុទ្ធតែមានន័យថាជាការជាសះស្បើយនោះទេសូមបន្តតាមដានកូនរបស់លោកអ្នកឲ្យបានដិតដល់និងពិគ្រោះជាមួយគ្រូពេទ្យឲ្យបានត្រឹមត្រូវរាល់បញ្ហាដែលអ្នកសង្កេតឃើញនិងព្រួយបារម្ភសូមនាំកូនរបស់លោកអ្នកមកមណ្ឌលសុខភាពមន្ទីរពេទ្យឬមកពិគ្រោះជាមួយនឹងគ្រូពេទ្យដែលនៅជិតអ្នកបំផុតប្រសិនបើសង្ស័យថាកូនលោកអ្នកមានជំងឺគ្រុនឈាមការបំបត្តិចម្រោះមូខ្លានៅក្នុងនិងជុំវិញផ្ទះការស្លៀកសម្លៀកបំពាក់វែងៗឲ្យកូនរបស់លោកអ្នកនៅពេលថ្ងៃនិងមធ្យោបាយសមស្របទាំងឡាយណាដែលការពារមូខ្លាខាំគឺពិតជាបានចូលរួមកាត់បន្ថយហានិភ័យនៃការកើតជំងឺគ្រុនឈាមចំពោះកូនរបស់អ្នកនិងនៅក្នុងសហគមន៍របស់អ្នកសូមអរគុណ